យើងតែងតែរវល់ពេញមួយថ្ងៃរហូតធ្វើឲ្យបាត់បង់នូវអ្វីដែលសំខាន់ពិតប្រាកដពេលដោះស្រាយកិច្ចការដែលនៅចំពោះមុខយើងភ្លេចថែរក្សាបេះដូងភ្លេចមើលមនុស្សឲ្យបានច្បាស់ហើយថែមទាំងភ្លេចថាហេតុអ្វីយើងធ្វើរឿងទាំងនេះនៅក្នុងសៀវភៅមួយពងសោដារអសតជំពូកទី3 Stet Salomon ជួយលើនឹងស្រឡាញ់ព្រះប៉ុន្តែគាត់បានធ្វើតាមទំនៀមទម្លាប់របស់មនុស្សនិងថ្វាយយិញបូជាតាមវិធីដែលគេស្យាមនៅសម័យនោះព្រះវិហារនៅក្រុងយេរូសាឡឹមមិនទាន់មានទេហើយមនុស្សតែងឡើងទៅថ្វាយយិញបូជានៅលើកំពូលភ្នំនោះជារឿងធម្មតានៅសម័យនោះប៉ុន្តែតាមពិតវាមិនមែនជាវិធីដែលព្រះចង់បានទេយើងច្រើនតែធ្វើតាមអ្វីដែលអ្នកដទៃធ្វើជ្រើសរើសវិធីដែលងាយស្រួលនិងស្យាមប៉ុន្តែអ្វីដែលសំខាន់គឺហេតុអ្វីយើងធ្វើប៉ុន្តែយើងច្រើនតែភ្លេចរឿងនេះហើយតតែលើធ្វើយ៉ាងណាប្រទតឃើញបេះដូងរបស់យើងជាជាងថាយើងធ្វើបានល្អប៉ុណ្ណាចំពោះព្រះខ្លឹមសារសំខាន់ជាងទម្រង់បេះដូងសំខាន់ជាងរូបរាងខាងក្រៅដូច្នេះព្រះមានបន្ទូលមកកាន់យើងថាឥឡូវនេះទោះពេលឯងនៅទីណាធ្វើអ្វីក៏ដោយចូលបង្វែរបេះដូងរបស់ឯងមករកយើងនោះយើងនឹងទប់ឯងឲ្យមិនរង្គើយើងតែងរង្គើព្រោះជីវិតរវល់និងស្មុគស្មាញប៉ុន្តែនៅពេលនេះបើយើងអាចតម្រង់ចំណុចកណ្ដាលនៃបេះដូងឡើងវិញជីវិតរបស់យើងនឹងរឹងមាំឡើងវិញព្រះយេស៊ូវបានយាងមកដើម្បីតម្រង់ចំណុចកណ្ដាលនៃជីវិតរបស់យើងនៅលើឈើឆ្កាងដៃនិងជើងរបស់ព្រះអង្គត្រូវបានដៃគោទម្លុះហើយបេះដូងដែលមើលមិនឃើញក៏ត្រូវលំពេងចាក់ទម្លុះធ្វើឲ្យទឹកនិងឈាមហូរព្រះអង្គបានថ្វាយទាំងអស់ចំណុចកណ្ដាលនឹងជីវិតជាថ្លៃលោះបាបរបស់យើងទៅព្រះបិតាព្រះយេស៊ូវមិនបានធ្វើពិធីសាសនាដ៏អស្ចារ្យនៅសម័យនោះទេប៉ុន្តែព្រះអង្គបានថ្វាយខ្លួនទាំងស្រុងទៅព្រះបិតាសូម្បីលើនេះព្រះអង្គនៅតែចង់ឲ្យយើងសម្លឹងមើលទៅព្រះដោយស្មោះត្រង់តាមរយៈព្រះអង្គប្រសិនបើលើនេះជីវិតរបស់អ្នកស្មុគស្មាញបេះដូងរបស់អ្នកច្របូកច្របល់អ្នកមិនដឹងថាអ្នករស់នៅដើម្បីអ្វីឬមិនដឹងថាអ្វីជាសំខាន់ចូលឈប់មួយផ្លែតហើយសារភាពថាព្រះអង្គចាស់ទូលបង្គំប្រហែលជាមិនយល់ច្បាស់នៅពេលនេះទេប៉ុន្តែទូលបង្គំចង់ថ្វាយបេះដូងដោយស្មោះស្ម័គ្រទៅព្រះអង្គទូលបង្គំចង់ផ្លាស់ប្ដូរខ្លឹមសារមិនមែនត្រឹមទម្រង់ទេទូលបង្គំចង់រស់នៅជាមួយជីវិតដែលមិនរង្គើការសារភាពនោះគឺគ្រប់គ្រាន់ហើយនៅពេលដែលចំណុចកណ្ដាលនៃបេះដូងត្រូវបានកែតម្រូវព្រះនឹងបន្តធ្វើឲ្យជីវិតរបស់យើងថ្មីឡើងវិញហើយដាក់យើងនៅលើថ្មដ៏រឹងមាំដែលមិនរង្គើ